កូនជេលីមានសុខភាពល្អដោយសារគាត់បើកទឹកដំម្ដាយហើយបានបបរគ្រប់គ្រឿងនិងអាហារូបត្ថម្ភបន្ថែមទៀតពេលគាត់ញ៉ាំបបរយើងអត់ឲ្យគាត់មើលទូរស័ព្ទឬក៏លេងកុំព្យូទ័រមើលកុំព្យូទ័រទេគឺយើងឲ្យគាត់មើលសៀវភៅឬក៏លេងថយរបស់គាត់ចាឲ្យគាត់ចូលចិត្តញ៉ាំបបរមែនទែនទោះបីគាត់មានអាយុ1 ខួបកន្លះហើយក៏គាត់នៅតែញ៉ាំបបរហើយនឹងបាយខ្លះៗហើយនឹងអាហារបន្ថែមផ្សេងទៀតចាបបរនេះគឺគាត់ញ៉ាំស្ទឹងតែមួយចានចានៅសល់តែតិចតួចទេចាកូនខ្ញុំគឺគាត់ចូលចិត្តញ៉ាំឲ្យអីក៏ញ៉ាំដែរអត់រើសទេហើយសុខភាពល្អអត់សូវឈឺដែរចាអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំអំពីរបៀបធ្វើបបរគ្រប់គ្រឿងបបររបស់ខ្ញុំគឺធ្វើពីសាច់គោហើយនឹងបន្លែប្រហែលជា10មុខដំបូងយើងឆាសាច់ហើយយើងអាចដាក់បាននៅប្រេងអូលីវហើយនឹងប្រេងល្ងបន្លែមានប្រហែលជា10មុខដែលក្នុងនោះមានស្ពៃមានស្លឹកបាសហើយនឹងផ្ទីដែរហើយយើងបបរដោយប្រើអង្ករខ្មែរយើងបន្ទាប់មកយើងឆាសាច់ហើយនឹងបន្លែឲ្យឈ្ងុយបន្ទាប់មកគឺយើងអត់មានដាក់អំបិលប៊ីចេងស្ករទេយើងកូរវាហើយយើងយកមកដាក់នៅក្នុងឆ្នាំងហើយរំងាស់ឲ្យរលួយហើយយើងយកទៅក្លុកដែរបងប្អូនទាំងអស់គ្នាចឹងបបរជេលីនេះគឺយើងធ្វើគាត់ប្រហែលជា2ថ្ងៃ3ថ្ងៃអស់ហើយយើងដាក់ក្នុងទូទឹកកកចា